ខ្ញុំឈ្មោះឧត្តមថ្ងៃនេះខ្ញុំមកដើម្បីចង់ចែកម្លែកតាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធសង្គម Facebook កន្លងមករបស់ខ្ញុំផ្ទាល់ជាទូទៅខ្ញុំប្រើប្រាស់ក្នុងការចែករំលែកព័ត៌មានសម្រាប់សង្គមសម្រាប់បងប្អូនសម្រាប់មិត្តភ័ក្តិរបស់ខ្ញុំដែលមានមិត្តភ័ក្តិ friend ជាមួយគ្នានៅក្នុងប្រព័ន្ធ Facebook ហ្នឹងក៏តែនៅពេលដែលខ្ញុំនិយាយតាក់ទងជាមួយនឹងការចែករំលែកទាំងអស់នោះត្រូវបានមិត្តភ័ក្តិមួយចំនួនដែលគាត់តែងតែបង្អាប់លេងថាហើយអ្វីបានខ្ញុំត្រូវចែករំលែករឿងហ្នឹងហើយអ្វីបានខ្ញុំត្រូវគិតពីបញ្ហាទាំងអស់នេះនៅហើយដែលធ្វើឲ្យខ្ញុំមានអន់ចិត្តតាក់ទងជាមួយនឹងការចែករំលែកអ្វីដែលខ្ញុំគិតថាគួរតែមានការទទួលស្គាល់ក៏ដឹងឮសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាទូទៅទាំងអស់គ្នាដែរជំរំ Digital សតវត្សថ្មីចំណេះដឹងថ្មីអនាម័យលើប្រព័ន្ធ Digital របស់អ្នក